ឥឡូវនេះយើងមកដល់កន្លែងតាំងពិព័រណ៍សៀវភៅលើកប៉ាល់ដុល្លារហូបហើយកន្លែងនេះមានស្ពានច្រកចេញចូលសម្រាប់ឆ្លងទៅកប៉ាល់ពេលដែលយើងឡើងទៅដល់កប៉ាល់នឹងមានបុគ្គលិកចាំស្វាគមន៍ភ្ញៀវបន្ទាប់មកយើងចាប់ផ្ដើមឡើងទៅលើជាន់លើដើម្បីទស្សនាសៀវភៅទាំងអស់គ្នាតបមកយើងចូលមកដល់កន្លែងតាំងពិព័រណ៍សៀវភៅហើយ